ក្មេងខ្ញុំពិបាកចិត្តជាមួយចយណាស់នាងបានបន្តលេខសើចជាមួយបណ្ដុំប្រអប់ប្រសពថ្មប៉ូលីដែលប្រើពោលបញ្ច្រាស់ KBC របស់ខ្ញុំនាងនិយាយថាវាបញ្ចេញសម្លេងគួរឲ្យអស់សំណើចពីបើកនិងបិទប៉ុន្តែវាគ្រាន់តែជាសម្លេងរលំទេតាសាស្ត្រាចារ្យវ៉ាន់តុងនៅជុកជើវាហើយខ្ញុំគ្រាន់តែបញ្យល់ថាហេតុអ្វីបានជានាងគិតថាវាគួរឲ្យអស់សំណើចខ្ញុំសូមសួរអ្នកតើនេះជារឿងកំ pl ែងតាមមែនដែរទេវាមិនមែនទេប៉ុន្តែរាល់ពេលដែលបើកនាងមិនព្រមឈប់សើចចំអកខ្ញុំនោះទេអើយខ្ញុំខឹងខ្លាំងណាស់យប់មិញខ្ញុំមិនអាចគេងឬអធិដ្ឋានឬសំបីតែអានសៀវភៅកំ pl ែងប្រូតូនីត្រង់ដែលខ្ញុំចូលចិត្តអូមើលទៅយើងគូតែអានខកពីពិសេសថ្ងៃនេះហើយមកកូនចំពុក11ខ25ចែកថាម្យ៉ាងទៀតពីអធិដ្ឋានបើអ្នករកគ្នាមានទំនួលអ្វីនឹងនរណាម្នាក់ចូលអត់ទុកឲ្យគេទៅដើម្បីព្រឹកបិតារបស់អ្នករកគ្នាដែលគង់នៅឋានបរមសុខអត់ទុកឲ្យអ្នករកគ្នាវ៉ាវការអត់ទុកពិតជាសំខាន់ចំពោះព្រះខ្ញុំគិតថាខ្ញុំពិតជាត្រូវអភ័យទោសឲ្យចយសម្រាប់ការសើចច្បោកឲ្យខ្ញុំមែនទេពេលដែលយើងឈឺចាប់វាអាចជាការលបួងមិនអាចទប់កំហឹងរបស់យើងបានប៉ុន្តែនៅពេលដែលយើងមានការខឹងសម្មានោះធ្វើឲ្យយើងជាប់គាំងក្នុងគំនិតអវិជ្ជមានហើយបន្ទាប់មកយើងមិនអាចបន្តទៅមុខបានទេដូចជាកំហឹងរបស់ខ្ញុំធ្វើឲ្យខ្ញុំមិនអាចគេងលក់ការពីយប់មិញការអត់ទោសនេះគឺជាប្រយោជន៍សម្រាប់យើងក៏ដូចជាអ្នកដទៃដែរនៅពេលដែលយើងអត់ទោសនោះយើងរួចផុតពីអារម្មណ៍អវិជ្ជមានរបស់យើងហើយនោះគឺជាពេលដែលព្រះបង្ហូរការអត់ទោសរបស់ទ្រង់ខ្ញុំគិតថាត្រូវអត់ទោសឲ្យចយប្រសើរជាងនោះខ្ញុំនឹងសូមព្រះឲ្យអត់ទោសឲ្យខ្ញុំផងដែរដែលខ្ញុំនៅទៅចិត្តយូរពេកខកពីវិស័យនេះទាន់ពេលវេលាល្អណាស់ខ្ញុំគិតថាព្រះកំពុងតែមើលមកខ្ញុំប្រកាសជាសង្ឃឹមថាសាស្ត្រាចារ្យបានទុំអាចជួសជុលបណ្ដុំនោះបាននៅក្នុងថ្ងៃនេះបើចង់អានបន្ថែមអំពីការអត់ទោសសូម like និង subscribe Superbook Cambodia និយាយហើយ